អាសាជ្រូក3ជាន់នេះជាមួយនឹងខ្ទឹម5នេះនិយាយពីថាស៊ីគ្នាខ្លាំងមែនតើហ្មងហើយមកយើង add ថែមជាមួយនឹងទឹក barbecue របស់ក្រេនេះអូយឆ្ងាញ់នេះយើងថែមមួយគីមជីតិចមកនេះលុយទៅដាក់ទៅចាប់ជាតិនេះមកអ្នកនេះមានបន្លែចេះតែញ៉ាំទៅហើយគូសំអានេះមីម្ដងអ្នកនរគ្នាគីមជីតិចមកនេះមានបាតថៃហើយនេះអត់ថែមជាមួយនឹងទឹកសោះនោះឆ្ងាញ់មែនតើហ្មងមកដល់ញ៉ាំសោះហ្មងខ្ញុំឃើញគេធ្វើនៅកន្លែងគេញ៉ាំជាមួយនឹងសាច់ចឹងនិយាយពីថាយកមកសាក់អែមឆ្ងាញ់អស់ហើយចរាយខ្ញុំខុសបានអ្នកអស់គ្នាទុកយូរពេលឡើងឡើងស្រួល